លោកបន្ទីនេះខ្ញុំចង់សួរព័ត៌មានមួយទៀតដែរកាលពីម្សិលមិញចាខាងក្រុមហ៊ុនសេកាតបានបង្កើតកម្មវិធីដាំកូនឈើតើដាំនៅកន្លែងណាហើយមានគោលបំណងយ៉ាងណាដែរចាបាទនាងរដ្ឋបាទកាលពីម្សិលមិញនេះក្រុមហ៊ុនទូរស័ព្ទ Cellcard បានបង្កើតកម្មវិធីដាំកូនឈើគឺកម្មវិធីដាំកូនឈើថ្ងៃនេះគឺធ្វើឲ្យប្រសើរឡើងនៅថ្ងៃស្អែកបាទនៅមានទីតាំងនៅវិទ្យាល័យទួលប្រាសាទសែនសុខក្នុងភូមិសំរោងសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញហើយដែលមានការចូលរួមពីក្រុមហ៊ុន Cellcard ក៏ដូចជាលោកគ្រូអ្នកគ្រូនិងសិស្សសានុសិស្សជាច្រើនអ្នកហើយនៅក្នុងការដាំដើមឈើនោះដែរបើតាមលោកឆនប៊ុនរ៉េតនាយកផ្នែកលក់របស់ Cellcard បានមានប្រសាសន៍ថាកម្មវិធីដាំកូនឈើនេះគឺធ្វើឡើងក្នុងគោលបំណងជំរុញឲ្យបុគ្គលិក Cellcard ហ្នឹងចេះសាមគ្គីគ្នានិងទទួលខុសត្រូវឲ្យខ្ពស់ចំពោះការងាររបស់ខ្លួនហើយជាពិសេសនោះគឺជំរុញឲ្យបុគ្គលិករបស់ Cellcard ហ្នឹងគឺចេះចូលរួមជួយការងារសង្គមក៏ដូចជាការពារបរិស្ថានផងដែរចា៎ហើយយើងក៏មានប្រសាសន៍ផ្ទាល់របស់លោកផងដែរហើយខណៈពេលនេះសូមអញ្ជើញតាមដានប្រសាសន៍លោកឆនប៊ុនរ៉េតដូចតទៅបាទក្រុមហ៊ុន Cellcard មកក្នុងថ្ងៃនេះគឺមានក្រុមដើមឈើចំនួន5ប្រភេទគឺមានដើមឈើឈើទាលដើមឈើតបែកព្រៃមានដើមកគីពីមុខទៀតខ្ញុំអត់បានចាំថាពីមុខទៀតជាប្រភេទទាំងអស់ចំនួនទាំងអស់ប្រហែលជា100ដើមហើយនឹងបុគ្គលិកមកចូលរួមនេះទាំងសិស្សសាលាទាំងលោកគ្រូអ្នកគ្រូចំនួនប្រហែលជា100នាក់ក្រុមហ៊ុន Cellcard បង្កើតមកកម្មវិធីនេះគឺចង់ឲ្យមានការទទួលខុសត្រូវមួយផ្នែកជាមួយរដ្ឋាភិបាលនៅក្នុងសង្គមដើម្បីជួយលាបពណ៌នៅក្នុងទីក្រុងភ្នំពេញឲ្យទៅជាទីក្រុងពណ៌បៃតងហើយនឹងដំណាក់កាលបន្ទាប់ដំណាក់កាលទី1គឺយើងធ្វើនៅក្នុងទីក្រុងភ្នំពេញដំណាក់កាលបន្តទៀតយើងនឹងឈានទៅដល់គ្រប់បណ្ដាខេត្តក្រុងទាំងអស់ស្មោះត្រង់ទៅយើងចង់ឲ្យមានការទទួលខុសត្រូវហើយនេះគឺជាចំណុចចាប់ផ្ដើមមួយដ៏ល្អសម្រាប់ក្នុងសង្គមហើយហាក់បីដូចជាយើងបង្រៀនឲ្យក្មេងៗសកលក្រោយឲ្យដឹងថាតើយើងធ្វើនឹងគឺដើម្បីអីដូចខ្ញុំមានប្រសាសន៍តាំងពីដើមមកខ្ញុំថាធ្វើដើម្បីលាបពណ៌ទីក្រុងភ្នំពេញឲ្យយើងទៅជាទីក្រុងពណ៌បៃតងចឹងយើងហាក់បីដូចជាការបង្រៀនក្មេងៗសកលក្រោយឲ្យគាត់បានយល់ថាតើមានសារៈប្រយោជន៍អីខ្លះក្នុងការដាំដើមឈើបាទនាងនរដ្ឋនៅពេលនេះការរាយការណ៍ព័ត៌មានរបស់ខ្ញុំបានបញ្ចប់ហើយបាទហើយខណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទចាជម្រាបលាលោកមន្ទីរចា